តើនឹងមានអ្វីកាត់ឡើងប្រសិនបើកម្ពុជាធ្វើការវាយប្រហារទៅលើទំនប់ទឹកភូមិបុលនៃប្រទេសថៃបានរំលោភបទឈប់បាញ់ហើយប្រើកងកម្លាំងយោធាវាយប្រហារមកលើទាហានកម្ពុជានៅថ្ងៃទី7ខែធ្នូឆ្នាំ2025មានមតិមួយចំនួនចង់ឲ្យកម្លាំងយោធាកម្ពុជាធ្វើការវាយប្រហារទៅលើទំនប់ទឹកភូមិបុលនៃប្រទេសថៃនេះជាបញ្ហាប្រឈមទាំង4ប្រសិនបើកម្លាំងយោធាកម្ពុជាធ្វើការវាយប្រហារទៅលើទំនប់ទឹកភូមិបុលបញ្ហាប្រឈមទី1ការបំផ្លាញទំនប់ទឹកនឹងបណ្ដាលឲ្យទឹកជន់លិចយ៉ាងខ្លាំងតាមដងទន្លេដែលអាចប៉ះពាល់ដល់អាយុជីវិតជនស៊ីវិលរាប់លាននាក់បញ្ហាប្រឈមទី2គឺផលប៉ះពាល់សេដ្ឋកិច្ចដែលបណ្ដាលឲ្យខូចខាតកសិកម្មនិងរោងចក្រជាច្រើនបញ្ហាប្រឈមទី3ការវាយប្រហារទំនប់ទឹកត្រូវបានចាត់ទុកថាជាអ ுக ្រិតកម្មសង្គ្រាមដែលអាចឈានទៅរកការថ្កោលទោសពី UN អាស៊ាននិងប្រទេសមហាអំណាចដូចជាអាមេរិកចិនរួមទាំងអន្តរាគមន៍យោធាពីសំណាក់អន្តរជាតិបញ្ហាប្រឈមទី4ថៃនឹងធ្វើការវាយសង្គ្រប់លើទីក្រុងសំខាន់ៗជាពិសេសគឺទីក្រុងភ្នំពេញដោយប្រើយន្តហោះ F-16 និង Gripen ដែលមានល្បឿន 1000 ទៅ 1400 គីឡូម៉ែត្រក្នុង1ម៉ោងដូចនេះបើហោះមកភ្នំពេញគឺប្រើរយៈពេលត្រឹមតែ30ទៅ40នាទីប៉ុណ្ណោះយើងបាញ់ទំនប់ទឹកគេធ្វើឲ្យស្លាប់ជនស៊ីវិលរាប់សែននាក់គេក៏អាចយកគ្រាប់បែកមកទម្លាក់សម្លាប់ជនស៊ីវិលយើងរាប់សែននាក់បានដូចគ្នាហើយម្យ៉ាងវិញទៀតទំនប់ទឹកភូមិបុលស្ថិតនៅចម្ងាយ500គីឡូម៉ែត្រពីព្រំដែនកម្ពុជាថៃដូចនេះយើងមិនទាន់មានសភាវុធណាដែលអាចបាញ់ដល់ចម្ងាយ500គីឡូម៉ែត្រទេដូច្នេះហើយរឿងបាញ់ទំនប់ទឹកថៃដើម្បីឲ្យថៃចុះចាញ់សង្គ្រាមជារឿងមួយដែលមិនអាចទៅរួច